ជំរាបសួរបងប្អូនថ្ងៃនេះខ្ញុំមានមុខម្ហូបមួយចង់មកណែនាំបងប្អូនគឺសម្លម្ជូរគ្រឿងត្រកួនបូកជាមួយនឹងអង្ក្រងអញ្ចឹងដើម្បីធ្វើម្ហូបហ្នឹងយើងត្រូវការគ្រឿងបុកតាមពិតទៅបងប្អូនអាចទិញគ្រឿងយកមកបុកខ្លួនឯងក៏បានដែរប៉ុន្តែដោយសារតែខ្ញុំចង់លឿនដូច្នេះហើយខ្ញុំទិញគ្រឿងដែលគេបុកស្រាប់មានរំដេងស្លឹកគ្រៃស្លឹកក្រូចហើយនឹងខ្ទឹមហ្នឹងយកមកគ្រាន់តែលាយជាមួយនឹងម្ទេសជាការស្រេចចាដូចក្នុងវីដេអូនឹងចឹងខ្ញុំគ្រាន់តែយកគ្រឿងនឹងមកបុកលាយជាមួយនឹងម្ទេសចំនួន2គ្រាប់ហើយលាយជាមួយនឹងម្ជូរក្រសាំងបន្តិចជាការស្រេចហើយសម្រាប់ស្លម្ជូរគ្រឿងសាច់គោបងអាចដាក់ម្ជូរអំពិលទុំក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំខ្លួនឯងខ្ញុំគិតថាក្រសាំងឆ្ងាញ់ជាងហើយវាដល់ខែក្រសាំងដែរអញ្ចឹងខ្ញុំក៏ដាក់ក្រសាំងហ្មងទៅចាយើងធ្វើការបុកវាហើយកុំបុកខ្លាំងពេកធ្វើឲ្យក្របក្រសាំងវាបែកអញ្ចឹងអត់ឆ្ងាញ់សម្លយើងអត់ឆ្ងាញ់ទេហើយបន្ទាប់មកទៀតខ្ញុំដាក់ប្រហុកចិញ្ច្រាំចូលហើយខ្ញុំបុកវាឲ្យចូលជាតិគ្នាបន្ទាប់មកខ្ញុំដាក់ស្ករសបន្តិចហើយនឹងប៊ីចេងបន្តិចផងដែរចាក្នុងគ្រឿងបុកហ្នឹងបងចង់ដាក់គ្រឿងស្រាប់ក៏បានអំបិលស្ករប៊ីចេងឲ្យស្រេចក៏បានដែរដើម្បីឲ្យនៅពេលដែលយើងកូរសាច់ទៅវាមានរសជាតិតែម្ដងអញ្ចឹងបន្ទាប់ពីគ្រឿងបុកយើងរៀបរួចអស់ហើយយើងចាប់ផ្ដើមដាក់ឆ្នាំងហើយខ្ញុំដាក់ខ្លាញ់បន្តិចដើម្បីនៅពេលដែលយើងកូរគ្រឿងទៅកុំឲ្យខ្លាញ់ហ្នឹងវាជាប់នៅឆ្នាំងអត់ឆ្ងាញ់ទេអញ្ចឹងយើងដាក់ខ្លាញ់ហ្នឹងទៅពេលដែលយើងកូរទៅគ្រឿងហ្នឹងវាអត់ជាប់ហើយវាក៏អត់ខ្លោចដែរហើយនៅពេលដាក់គ្រឿងកុំភ្លេចកូរវាឲ្យជាប់បើសិនជាគ្រឿងរបស់យើងខ្លោចធ្វើឲ្យសម្លរបស់យើងវាឆ្ងៀមអត់ឆ្ងាញ់ទេហើយបន្ទាប់មកទៀតខ្ញុំចាប់ផ្ដើមដាក់សាច់គោចូលចាសាច់គោនឹងខ្ញុំទិញសាច់គោប្រភេទសាច់គោសម្រាប់យកមកស្លម្ជូរគ្រឿងវាមានសរសៃមានខ្លាញ់អីនៅជាប់នឹងដែរហើយបន្ទាប់ខ្ញុំដាក់ទឹកត្រីនៅក្នុងវីដេអូនឹងអញ្ចឹងចានៅពេលដែលយើងដាក់សាច់ចូលហើយយើងកុំតន់ដាក់ទឹកយើងកូរវាដើម្បីឲ្យសាច់របស់យើងហ្នឹងវាស្រស់ទឹកសិនកុំឲ្យវាមានក្លិនឆ្អាបពិសេសសាច់គោគឺវាមានក្លិនឆ្អាបនៅហ្នឹងអញ្ចឹងសម្រាប់ខ្ញុំដាក់សម្លរបស់ខ្ញុំហ្នឹងទឹកចំនួន3កែវដោយសារខ្ញុំចង់ឲ្យសាច់គោរបស់ខ្ញុំវាផុយល្អអញ្ចឹងយើងរំងាស់វាបានយូរអញ្ចឹងកុំឲ្យបាក់ថែមទឹកច្រើនដងចាបន្ទាប់ពីសម្លរបស់យើងរីងទឹកខ្លះហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់អង្ក្រងចូលដើម្បីរំងាស់វាដែរដោយសារអង្ក្រងយើងត្រូវស្ងោរវាយូរដែរបើមិនជាយើងអត់ស្ងោរវាយូរទេវាធំក្លិនអត់ឆ្ងាញ់ទេហើយនឹងពេលដែលយើងរំងាស់វាទៅវាចេញជាតិជូរពីមេអង្ក្រងហ្នឹងបានល្អដែរចាបន្ទាប់ពីអង្ក្រងខ្ញុំឆ្អិនហើយអញ្ចឹងខ្ញុំចាប់ផ្ដើមដាក់ត្រកួនចូលសម្រាប់ការដាក់ត្រកួនហ្នឹងយើងមិនចាំឲ្យរំងាស់វាយូរក៏បានដែរដោយសារត្រកួនវាបើសិនជាយើងដាក់វាយូរវាអត់ឆ្ងាញ់ទុកវាតែបន្តិចវានៅរសជាតិជ្រុបឆ្ងាញ់ហើយខ្ញុំចាប់ផ្ដើមដាក់ម្រះព្រៅចូលហើយខ្ញុំបិទហ្គាសនឹងគ្របវាទុកតែម្ដងដើម្បីឲ្យក្លិនម្រះព្រៅយើងនឹងធ្វើឲ្យសម្លរបស់យើងវាឈ្ងុយជាប់នៅក្នុងនឹងតែម្ដងចានេះជារបៀបដែលនាងខ្ញុំស្លម្ជូរគ្រឿងសាច់គោជាមួយនឹងអង្ក្រងអរគុណបងសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំ